អ្នកបំរើជួយទៅហៅលោកផាត់ឲ្យមកជួបយើងបន្តិចណែលើយើងហៅទេគឺអុកនឹងហើយអេហេបើខ្ញុំទេមិនខុសទេអ្នកនាងគឺជាប្រពន្ធចុងលោកពញាពិតមែនទេបានជាអ្នកបំរើហៅលោកស្រីបែបនេះអ្នកប្រុសបបអ្នកប្រុសឆាប់ហូបទៅទាន់នឹកក្តៅបើអ្នកប្រុសអស់កិច្ចការហើយខ្ញុំសុំទៅសិនហើយឈប់សិនលោកបងក្មួយផាលីនតាំងពីរៀបការមកមិនដែលមកលេងសោះនេះប្រហែលជាភ្លេចហើយមកទៅថាមានឪពុកនៅម្នាក់ដែរបងគិតថាផាលីនប្រកាសជារវល់ហើយមើលទៅធ្វើមិនដឹងនាងដឹងខ្លួនច្បាស់ហើយមែនទេថានាងកំពុងធ្វើអីនៅក្នុងផ្ទះខ្ញុំនេះលោកពញាហេតុអីមកនៅលើក្រែខ្ញុំទៅវិញអូយឈឺហេតុអីក៏ដៃធ្ងន់បែបនេះពីយប់មិញបងត្រឡប់មកវិញឃើញអូនដេកលក់បងអស់កម្លាំងពេកថែមទាំងងងុយទៀតផងធ្វើឲ្យបងនេះដេកលក់មិនដឹងខ្លួនទេអូយពីយប់មិញលោកពញាមានធ្វើអីខ្ញុំទេបងមិនបានធ្វើអីទេបងស្បត់ក៏បានដែរពិតមែនទេខ្ញុំសុំទោសយ៉ាងម៉េចហើយឈឺទេមិនអីទេបន្តិចបន្តួចទេអាដេតអើយឲ្យតែបែបនេះឯងប្រកាសជាស្លាប់មិនខានទេចន្ទ្រីហេតុអីក៏មកអង្គុយនៅត្រង់នេះយប់ណាស់ហើយហេតុអីក៏មិនទៅដេកប្រយ័ត្នត្រូវទឹកសន្សើមប្រយ័ត្នឈឺណាមិនអីទេអ៊ំមកនៅទីនេះយូរហើយឬនៅអ៊ំនៅទីនេះតាំងពីម្ដាយអ្នកប្រុសនៅម្លេះឯងមានអីមែនទេនៅសុកហេតុអីក៏ស៊ូបែបនេះអត់ទេអ៊ំខ្ញុំស៊ូរឿងមួយបានទេឯងចង់ស៊ូរឿងអីឆាប់និយាយមកខ្ញុំចង់ស៊ូតើអ្នកប្រុសផាត់ជាមនុស្សបែបម៉េចដែរអ៊ំហើយកាចទេអ៊ំអ្នកប្រុសផាត់ជាមនុស្សល្អណាស់អ៊ំបានមើលថែគេតាំងពីក្មេងមកតែទោះមួយយ៉ាងទេដែលអ្នកប្រុសមិនចូលចិត្តគឺអ្វីទៅអ៊ំគឺអ្នកប្រុសមិនចូលចិត្តអ្នកដែលមកជំទាស់ទេជាពិសេសរបស់ផ្ទាល់ខ្លួនរបស់គេរឿងមួយទៀតដែលអ្នកប្រុសមិនចូលចិត្តខ្លាំងបំផុតនោះគឺអ្នកណាចូលបន្ទប់អ្នកប្រុសមិនសុំអនុញ្ញាតមុនឯងធ្វើការរាល់ថ្ងៃដឹងហើយមែនទេត្រូវតែសុំអនុញ្ញាតពីអ្នកប្រុសទើបអាចចូលសម្អាតគ្រប់បន្ទប់បានខ្ញុំយល់ហើយអ៊ំបើយល់ហើយអ៊ំទៅសម្រាកសិនហើយឯងឆាប់ទៅសម្រាកទៅស្អែកព្រឹកនេះធ្វើការផងចាអ៊ំខ្ញុំទៅឥឡូវហើយយប់នោះខ្ញុំចូលទៅដូចជាគ្មានអីគាត់សង្កល់ទេហេតុអីក៏តឹងរឹងម្ល៉េះយ៉ាងម៉េចហើយពីយប់មិញលក់ស្រួលទេបើត្រូវការអីអូនប្រាប់បងមកចុះបងនឹងឲ្យអ្នកបម្រើយកឲ្យមិនអីទេបើខ្ញុំត្រូវការអីខ្ញុំយកខ្លួនឯងបានខ្ញុំសុំទៅដើរលេងនៅខាងក្រៅយកខ្យល់អាកាសបន្តិចព្រោះខ្ញុំតាំងពីចូលមកនៅទីនេះខ្ញុំនៅតែក្នុងផ្ទះខ្ញុំមិនដែលបានចេញទៅខាងក្រៅទេលោកពញាមិនថាអីមែនទេអូមិនអីទេអូនទៅចុះចាំបងឲ្យអ្នកបម្រើទៅមើលថែស្រេចតែលោកពញាចុះខ្ញុំទៅហើយអូហូពុកដូចជាផ្អែមល្ហែមដល់ហើយខ្ញុំនេះចង់លើសជាតិស្ករដល់ហើយប្រហែលពីយប់មិញនេះបែបជាមានក្តីសុខដល់ហើយមែនទេពុកអាផាត់នេះឯងនិយាយស្អីមុននឹងនិយាយស្អីគិតមុខគិតក្រោយផងថ្ងៃនេះពុកទៅរោងចក្រក្រណាត់ឯងទៅជាមួយពុកទេបានថ្ងៃនេះខ្ញុំទំនេរខ្ញុំទៅជាមួយពុកចុះរាល់ថ្ងៃនេះឯងរវល់ស្អីបានជានិយាយបែបនេះបានហើយពុកយើងឆាប់ទៅអាកូនមួយនេះពិតជាក្បាលខូចមែនលោកបងក្មួយផាលីនតាំងពីរៀបការមកមិនដែលមកលេងសោះនេះប្រហែលជាភ្លេចហើយមើលទៅថាមានឪពុកនៅម្នាក់ដែរបងគិតថាផាលីនប្រកាសជារវល់ហើយមើលទៅព្រោះគេបើកហាងលក់ក្រណាត់ហើយនឹងឆ្នៃម៉ូដសម្លៀកបំពាក់ទៀតផងតើមានពេលអីណាមកលេងនោះអូនកុំក៏គិតច្រើនអី
មានហើយពីយប់មិញនេះបងឃើញអូនទៅផ្ទះបោះស្បាអូនទៅផ្ទះនឹងធ្វើអីទៅគឺខ្ញុំឃើញភ្លើងបើខ្ញុំក៏បានដើរទៅមើលក្រែងមានចោលមកលួចអីនឹងណាបងនេះលោកបងមិនទុកចិត្តខ្ញុំមែនទេមិនមែនអញ្ចឹងទេពីយប់មិញនេះបងបានទៅទីនោះហើយបើគ្មានអីទេបងទៅសម្រាប់ហើយអាកចាស់ពីយប់មិញស្មានតែយើងមិនដឹងមែនទេថាឯងទៅទីនោះធ្វើអីនោះការពិតឯងនឹកប្រពន្ធដើមសុខធ្វើមកនិយាយធ្វើមិនដឹងមានយើងទាំងមូលហើយនៅនឹករឿងអតីតកាលទៀតលោកស្រីនៅទីនេះស្អាតណាស់ទេសភាពក៏ស្អាតដែរខ្ញុំមិនដែលឃើញពីមុនទេឈប់ហៅខ្ញុំថាលោកស្រីទៅខ្ញុំមិនចង់ឲ្យឯងហៅបែបនេះទេហៅខ្ញុំថាអ្នកនាងទៅព្រោះខ្ញុំនឹងឯងអាយុមិនលើសគ្នាប៉ុន្មានទេក៏ប៉ុន្តែខ្ញុំមិនហ៊ានទេខ្ញុំចង់ឲ្យឯងហៅឯងក៏ហៅទៅឬមួយឯងចង់ជំទាស់អត់ទេលោកស្រីអ្នកនាងឯងមកនៅទីនេះយូរហើយឬនៅខ្ញុំទៅតែមកនៅទេអ្នកនាងហេតុអីបានឯងមកធ្វើការនៅផ្ទះលោកពញាគឺគ្រួសាររបស់ខ្ញុំជំពាក់លុយលោកពញាទៅខ្ញុំមកធ្វើការដោះបំណុលនឹងណាអ្នកនាងទោះបីឯងជាអ្នកបម្រើគេមែនក៏ឯងមានសេរីភាពខ្លះដែរមិនដូចយើងទេយើងមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយតែគ្មានសេរីភាពទេរាល់ថ្ងៃនេះជីវិតយើងដូចជាចាប់ជាប់ក្នុងទ្រុងអញ្ចឹងហេតុអីទៅអ្នកនាងបានហើយទោះបីយើងនិយាយជាមួយឯងរាប់ម៉ោងទៀតក៏មិនអស់សាច់រឿងផងល្ងាចហើយយើងឆាប់ត្រឡប់ទៅវិញទៅក្រែងលោកពញាគាត់បារម្ភចាអ្នកនាងគូឲ្យអាណិតអ្នកនាងផាលីនណាមិនគូណាមកជួបរឿងបែបនេះទាល់តែសោះណែអ្នកបំរើជួយទៅហៅលោកផាត់ឲ្យមកជួបយើងបន្តិចណែលើយើងហៅទេគឺអ៊ំនឹងហើយតើអ្នកនាងមករកអ្នកណាគេដែរអ៊ំទៅប្រាប់លោកផាត់ឲ្យមកជួបខ្ញុំបន្តិចប្រាប់ថាអ្នកនាងដួងមករកនាងប្រុសមិននៅទេចេញទៅខាងក្រៅហើយខ្ញុំមិនដឹងថាពេលណាមកវិញទេអ្នកនាងត្រឡប់ទៅវិញសិនទៅបើមានអីប្រាប់ខ្ញុំបានតើបងផាត់ទៅអីណាប៉ុន្តែនាងមិនបាច់ទេខ្ញុំនៅចាំបានអ៊ំទៅធ្វើការចុះប៉ុន្តែនាងណែអ៊ំស្ដាប់បានទេថាខ្ញុំនៅចាំបានអ៊ំច័ន្ទតើមានរឿងអីទៅតើអ្នកណាគេមករកអីលោកស្រីអ៊ំទៅធ្វើការចុះទុកឲ្យខ្ញុំជាអ្នកចាប់ការចាលោកស្រីអេហេបើខ្ញុំទេមិនខុសទេអ្នកនាងគឺជាប្រពន្ធចុងលោកពញាពិតមែនទេបានជាអ្នកបម្រើហៅលោកស្រីបែបនេះណែអ្នកនាងនិយាយស្ដីអីទុកកិត្តិយសឲ្យអ្នកនាងខ្ញុំផងព្រោះអ្នកនាងមិនមែនណែត្រឹមជាអ្នកបម្រើគេកុំមកចេះដឹងបានហើយអ្នកនាងមានការអីហើយមករកអ្នកណាគេដែរខ្ញុំជាសង្សារបងផាត់ខ្ញុំមកនេះមានរឿងចង់និយាយជាមួយគាត់តើពេលនេះបងផាត់នៅឯណាពេលនេះលោកផាត់មិននៅទេបើអ្នកនាងមានរឿងអីចង់និយាយជាមួយនោះចាំស្អែកចាំមកម្ដងទៀតបើអ្នកនាងចង់ចាំនោះខ្ញុំក្រែងថាអ្នកនាងចាំមិនបានទេព្រោះនៅទីនេះពេលយប់ឡើងសម្បូរខ្មោចលួងណាស់ចន្ទ្រាយើងឡើងទៅលើផ្ទះទៅចាអ្នកនាងណែនាងលោកស្រីចុះសិនឬមួយមានខ្មោចពិតមែនមិនបានទេត្រឡប់ទៅផ្ទះវិញសិនហើយចាំស្អែកចាំមកម្ដងទៀតខ្ញុំទុកសិនចុះនាងលោកស្រីអ្នកនាងនៅទីនេះមានខ្មោចដែរមែនទេគឺខ្ញុំមិនដែលឃើញផងនេះឯងជឿដែរមែនទេថាយើងនិយាយពិតមែន
យើងកុហកទេយើងនិយាយបែបនេះដើម្បីឲ្យនាងម្នាក់នោះត្រឡប់ទៅវិញតើអ្នកនាងពូកែកុហកដែរតើស្មាននេះទៅហើយលោកពញាមិនទាន់ត្រឡប់មកវិញទៀតចន្ទ្រាឯងត្រឡប់ទៅសម្រាប់ចុះព្រោះមួយថ្ងៃទៅហើយឯងមិនទាន់បានសម្រាប់ទេមិនអីទេអ្នកនាងខ្ញុំនៅកំដរអ្នកនាងចាំលោកពញាត្រឡប់មកវិញសិនមិនអីទេឯងឆាប់ទៅសម្រាប់ចុះមិនបាច់បារម្ភពីយើងទេឆាប់ទៅក៏ប៉ុន្តែខ្ញុំឆាប់ទៅចាអ្នកនាងផាលីនអង្គុយចាំលោកពញាចាំយូរទៅមិនឃើញមកនាងក៏បានដើរទៅក្នុងបន្ទប់សម្រាកពេលនោះលោកពញាក៏បានមកដល់ហើយទម្រាំទីបានមកដល់ហត់ចង់ស្លាប់ទៅហើយភ្លីងក៏ភ្លីងទៀតណែហេតុអីផ្ទះក៏ស្ងាត់ម្លេះទៅណាអស់ហើយអេជប់ហើយតើប្រហែលជាដេកអស់ហើយទៅលោកពញាក៏បានដើរទៅក្នុងបន្ទប់ហើយក៏បានឃើញផាលីនដេកនៅលើគ្រែលក់មិននឹងខ្លួនពេលនោះលោកពញាក៏បានដើរមកជិតតើពីណាទៅអូនស្រឡាញ់បងដឹងថាអូនព្រមរៀបការជាមួយបងគឺជាអង្គម្ចាស់បង្ខំពិតមែនទេបើបងដឹងថាអូនមិនព្រមរៀបការជាមួយបងក៏មិនបង្ខំអូនដែរបងសង្ឃឹមថាថ្ងៃក្រោយតទៀតអូននឹងស្រឡាញ់បងខ្លះលោកពញាក៏បានអោនមុខទៅថើបនាងដោយអារម្មណ៍ស្រឡាញ់បំផុតនោះពេលព្រឹកឡើងលោកពញាបាននៅលើគ្រែជាមួយផាលីនទាំងពីរនាក់ដេកមិនដឹងខ្លួនឡើយពេលនោះផាលីនក៏បានដឹងខ្លួនឡើងហើយក៏ឃើញលោកពញានៅលើគ្រែជាមួយនាងភ័យខ្លាំងណាស់គេក៏បានដាក់លោកពញាមួយដៃធ្វើឲ្យលោកពញាស្រែកឈឺខ្លាំងណាស់ពុកខ្ញុំមកវិញហើយហាពុកនេះពុកកើតអីហេតុអីភ្នែកខៀវបែបនេះឬមួយពីយប់មិញគេធ្វើបាបពុកផាលីនក៏បានលួចសើចអូមិនមែនទេពីយប់មិញនេះពុកបានដើរបុកទ្វារតើយ៉ាងម៉េចហើយរោងចក្ររៀបរយទេបាទពុករៀបរយល្អណាស់រីឯក្រណាត់វិញក៏បានចេញទៅលក់ខ្លះដែរល្អណាស់ឯងធ្វើមិនឲ្យពុកអស់សង្ឃឹមមែនថ្ងៃនេះពុកមិនបានទៅរោងចក្រទេឯងជួយមើលខាខុសត្រូវផងពុកបើអញ្ចឹងខ្ញុំទៅសម្រាប់ហើយពុកលាបថ្នាំផងទៅឲ្យឆាប់ជាខ្ញុំទៅសម្រាប់ហើយអ៊ំអាផាត់នោះទេខ្ញុំមានរឿងចង់និយាយជាមួយអូអ្នកប្រុសភាមិនដែលឃើញមកលេងអ៊ំសោះមករកអ្នកប្រុសមានទេអ្នកប្រុសនៅក្នុងបន្ទប់ឯណោះបាទអ៊ំខ្ញុំមានរឿងចង់ពិភាក្សាជាមួយអាផាត់ចាំថ្ងៃក្រោយចាំខ្ញុំមកនិយាយលេងជាមួយអ៊ំខ្ញុំទៅសិនហើយអ៊ំពីណាគេមករកអីហ្នឹងមែនហើយអ៊ំឲ្យខ្ញុំធ្វើនោះខ្ញុំធ្វើរួចអស់ហើយតើអ៊ំឲ្យខ្ញុំធ្វើអីទៀតទៅអូគឺអ្នកប្រុសភាមករកអ្នកប្រុសផាត់ប្រហែលជានឹកគ្នាហើយមើលទៅបានជាមករកគ្នាបែបនេះធ្វើរួចហើយមែនទេបើអញ្ចឹងឯងទៅចង្ក្រានបាយទៅជួយការងារនឹងឈុយទៅចាអ៊ំណែយើងត្រឡប់ទៅវិញហើយចាំថ្ងៃក្រោយយើងមកលេងទៀតនិយាយអញ្ចឹងសង្សាររបស់ឯងដែលមករកឯងទេយើងប្រាប់នាងមិនឲ្យមករកទេហេតុអីទៅបានជាមិនឲ្យមករកជារឿងរបស់យើងទេឯងឆាប់ទៅក៏បានដែរវើយនេះយើងភ្លេចសភៅនៅបន្ទប់អាផាតតើចេះភ្លេចទៅកើតត្រឡប់ទៅយកវិញល្អជាងពិតមែនហើយខ្ញុំត្រឹមជាអ្នកបម្រើទ
ទោះបីអ្នកប្រផាត់មានសង្សារឬគ្មាននោះគ្មានអីពាក់ព័ន្ធជាមួយយើងទេចន្ទ្រីរវល់ដើរផ្លឹកលោកភាដើរប្រញាប់ពេកគេទាំងពីរនាក់ក៏បានដើរបុកគ្នានាងហេតុអីក៏ដើរមិនប្រយ័ត្នអញ្ចឹងនេះនាងយ៉ាងម៉េចហើយ